ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន expression មួយ expression បើសិនជាយើងសម្រួលជាភាសាខ្មែរមានអត្ថន័យថាជាសំនួនសេចក្តី expression ថ្ងៃនេះគឺទាក់ទងទៅនឹងសត្វនៅក្នុងភាសាបារាំងយើងមាន expression មួយគេថា appeler un chat un chat appeler គឺប្រែថាហៅចំណែកឯ un chat មានន័យថាសត្វឆ្មាមួយក្បាល appeler un chat មានថាហៅឆ្មាឬក៏យើងអាចនិយាយមួយបែបទៅថាហៅឆ្មាថាឆ្មាអូខេអញ្ចឹងបើយើងប្រែនៃចំគឺបែបហ្នឹងប៉ុន្តែអត្ថន័យនៅក្នុងសំនួនសេចក្តីនេះឬក៏ expression នេះគឺមានន័យថានិយាយនៅអ្វីដែលជាពាក្យពិតនិយាយត្រង់និយាយចំខ្ញុំលើកឧទាហរណ៍មួយថាបើសិនជាទាំងអស់គ្នានិយាយអំពីនរណាម្នាក់ហើយយើងមិនពេញចិត្តគាត់ទេយើងមិនសូវជាចូលចិត្តគាត់ទេបន្ទាប់មកមានអ្នកផ្សេងទៀតគេសួរយើងថាចូលចិត្តគាត់អត់ហើយយើងនិយាយថាយើងអត់ឆ្លើយថាខ្ញុំអត់ចូលចិត្តគាត់ទេយើងតែងតែនិយាយពីពលនេះបានច្រើនថាគាត់ជាមនុស្សអញ្ចេះគាត់ចូលចិត្តអញ្ចេះហើយគាត់ពិបាកត្រង់នេះគាត់ដូចជាមិនសូវមានចំណុចល្អត្រង់នេះទាំងអស់ហ្នឹងគឺគេហៅថាបែកអូហូស្ទឹងប៉ុន្តែបើស្នៀងយើងមិនចង់ឲ្យគេនិយាយច្រើនទេចង់និយាយខ្លីៗចំយើងអាចប្រើ expression ដូចដែលខ្ញុំបានលើកខាងដើមអញ្ចឹងគឺថា appeler un chat expression មួយនេះក៏មាន expression មួយទៀតដែរដែលមានន័យប្រហាក់គ្នាប៉ុន្តែយើងអាចប្រើវាទៅជាទម្រង់បដិសេធដែលយើងហៅថា ne pas tourner autour du pot ne pas tourner autour du pot tourner មានថាបត់បែនឬក៏បែរចុះអីចឹងទៅ autour មានថាជុំវិញ pot មានថាឆ្នាំងអីចឹងទៅយើងមានថាវិលជុំវិញឆ្នាំងមិនព្រមចូលក្នុងឆ្នាំងទេអានេះគឺជា expression មួយដែរអញ្ចឹងមានថានិយាយចំទៅនិយាយផាំងត្រង់ទៅកុំបាច់បង្វែរជុំវិញកន្លងជុំវិញនិយាយចំទៅណាអញ្ចឹង expression appeler un chat ឬក៏ ne pas tourner autour du pot គឺមានន័យបែបហ្នឹងណាហើយយើងជួបគ្នាវីដេអូក្រោយ